ជំរាបសួរលោកគ្រូនិងស្ដីអ្នកទាំងអស់គ្នាឥឡូវហ្នឹងខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹងការគ្រប់គ្រងគ្រប់និង file permission នៅក្នុង Linux ដែលប្រើ command មួយចំនួនដំបូងគឺយើង create group អញ្ចឹង create group គឺយើងប្រើ command មួយដែលមានឈ្មោះថា group add អញ្ចឹងដំបូងយើងប្រើ sudo group addហើយយើងដាក់ឈ្មោះgroup មួយណាដែលយើងចង់ដាក់អញ្ចឹងមាន developer កន្លែងនេះគឺទាមទារ password យើងដាក់ password របស់user របស់យើងមកតមកទៀតយើងបង្កើត UX UIកាត់មួយទៀតគឺ D អញ្ចឹងហើយគឺកន្លែងនេះខ្ញុំបាន create group 3ហ្នឹងហើយអញ្ចឹងខ្ញុំនឹង show ការ create group របស់ខ្ញុំដោយប្រើ get ent group developer UX UI អញ្ចឹងគឺនេះវាបានសរឲ្យថាខ្ញុំបានបង្កើតបាន3ក្រុមហ្នឹងហើយគឺកន្លែង get ent ហ្នឹងគឺប្រើដើម្បីពិនិត្យថាតើក្រុមហ្នឹងមាននៅក្នុង system យើងអត់អញ្ចឹងដល់ចំណុចថ្មីមួយទៀតគឺខ្ញុំនឹងលុបgroup developer ចេញអញ្ចឹងយើងប្រើ command មួយគឺ sudo group del develop developer អញ្ចឹងវាទាមទារ password អញ្ចឹងដើម្បី verify ថាgroup developer ហ្នឹងបាន delete អត់ចឹងខ្ញុំនឹងប្រើ command get ent group developer អញ្ចឹងបើសិនជាវាអត់មាន show អីទេគឺ group ហ្នឹងមានន័យថាយើងលុបបានជោគជ័យហើយអញ្ចឹងបន្តមកទៀតគឺខ្ញុំនឹងបង្ហាញពីការ create group create group developer ហ្នឹងឡើងវិញអញ្ចឹងយើងគាត់ថាប្រើ command ចាស់របស់យើងវិញមកគឺនេះ sudo group add developer អញ្ចឹងមានន័យថាហ្នឹងវាបាន create នោះវិញហើយអញ្ចឹងខ្ញុំនឹង create file គឺយើងប្រើ command មួយដែលមានឈ្មោះថា touch អញ្ចឹងយើងគ្រាន់តែវាយ touch develop developer process .txt UX UIចឹងពេលដែលខ្ញុំenter មកវានឹងcreate អីអញ្ចឹងដើម្បីយើង check មើលអញ្ចឹងយើងដាក់ command មួយ ls .l គឺ ls .l ហ្នឹងគឺនឹងបង្ហាញពី permission owner និង group ដែលសំខាន់សម្រាប់គ្រប់គ្រង access ហ្នឹងអញ្ចឹងយើងមើល file ដែលខ្ញុំបាន create នេះគឺវានឹងបង្ហាញ
read write it អញ្ចឹងតមកទៀតខ្ញុំនឹង change permission ទៅជា755ដោយ permission 755ហ្នឹងគឺតំណាងឲ្យ owner ដែលមានសិទ្ធិពេញគ្រប់និង other ហ្នឹងមានសិទ្ធិ read ហើយនឹង execute អញ្ចឹងយើងប្រើ command មួយដែលគឺ ch mode 755 .txt អញ្ចឹងដើម្បី verify ថាវាបាន change permission នឹងអត់អញ្ចឹងគ្រាន់តែយើង ls .l នេះវា change ទាំងអស់ឲ្យតែមាន file ណាដែល .txt នេះអញ្ចឹងហើយគឺចំណុចបន្ទាប់ទៀតខ្ញុំនឹង register the devolve access អញ្ចឹងយើងប្រើ command មួយដែលមានឈ្មោះថាជប់ clear screen sudo ch on យើងដាក់ឈ្មោះ file txt មួយទៀត ch មក750កន្លែង CX នេះគឺកំណត់គ្រប់ owner ជា devolve ហើយ permission ដែល750នេះគឺអនុញ្ញាតតែ devolve ប៉ុណ្ណោះដែលគ្រប់ផ្សេងទៀតមិនអាច access បានទេអញ្ចឹងនេះគឺជាការបង្ហាញដែលប្រើ command Linux ដើម្បីគ្រប់គ្រងគ្រប់នឹង file permission ដែលត្រូវបង្ហាញនៅក្នុងលក្ខណៈថាដូចការងារពិតៗក៏បង្ហាញអញ្ចឹងដែរអញ្ចឹងវីដេអូរបស់ខ្ញុំដល់ទីបញ្ចប់ហើយសូមអរគុណ